สุดได้เนี่ยออกนี้ยังมา random reading ต่างออกนี้ที่บอกเยอะคือแต่ต้องจมูกหนังทาตามีเรื่องไอ้แต่ยังเธอดังเธอยาแต่ต้องจมูกหนังดารานิโก้ดารานิโก้ในของวิดีโอนี้คือมี Aquarius Leo and Sagittarius เชื่อยังมือต่างออกนี้ energy บอกมือกอดแต่ใบดารานิโก้บอกกอดแต่ใบถ้าตามีเรื่องไอ้แต่เขาดังเธอยาโดยก็มีสาย AB Universe แต่ก็แต่หนึ่งหมอบรับปุกกว่าโอเคจังกับว่าคาเฟ่ยังมาเช็ค energy ต่างออกนี้ Okay, I got it. Wait, no, okay. I think it's one, right? Yes, okay, it's one. Okay, ចឹងសម្រាប់ energy របស់តារានិកូ Aquarius, Leo and Sagittarius ឆាប់ប្រាប់ភ្លាមមករយៈនេះមានតេតងណាគេអត់ You got two of one and the lover. It's gonna be like soulmate energy. Really? Are you serious? Okay. តេតងជាមួយនឹង energy របស់តារានិកូទាំង3 Aquarius, Leo and Sagittarius អញនិយាយបានថាមករយៈនេះគឺគាត់កំពុងតែនៅក្នុង energy ឬអារម្មណ៍មួយ like in love អូខេគ្នាយើងខ្លះបើសិនជាគាត់ single ក៏អាចកំពុងតែនៅក្នុង energy មួយថាអាចនឹងមាន connection ថ្មីចូលមកឲ្យគាត់ talking ហើយមានអារម្មណ៍ថាអា connection ហ្នឹងមានអារម្មណ៍ថា is good for them របៀបបែបអញ្ចឹងគ្នាយើងថាបើថាគាត់នៅក្នុងទំនាក់ទំនង like in relationship ហើយអាចថាទំនាក់ទំនងវាកំពុងតែនៅក្នុង plan ផែនការអ្វីមួយសម្រាប់ពួកគាត់ like whatever អ្នកគ្នាវានៅក្នុង energy ដែលកណ្ដាបែបថាគាត់កំពុងតែ fall in love មិនថា fall in love ជាមួយនឹងខ្លួនឯង fall in love ជាមួយនឹង someone ទេ it's kind like កំពុងតែមានស្នេហាកំពុងតែមានក្តីសុខជាមួយនឹងស្នេហាមួយនឹងអញ្ចឹងចាំយើងមក check ទាំងអស់គ្នាថាតើស្នេហាមួយនឹងវាយ៉ាងម៉េចដែរតើគួរត្រូវប្រយ័ត្នអត់ប៉ុន្តែ whatever អ្នកគ្នា it's kind your sign yeah it's your sign ដែលអញនិយាយថា really I really love that card more like you got like soulmate card yeah អញ្ចឹងយើងមក check ទាំងអស់គ្នាតែបងគិតថាតារានិកូដែលគាត់ in love អាចនឹងតេតងជាមួយនឹងតារានិកូ like Leo ហើយជាមួយនឹង Aquarius ច្រើនជាងបើថា Sagittarius អាចនឹងគាត់ self love ខ្លួនឯងស្រឡាញ់ខ្លួនឯងនៅម្នាក់ម្នាក់ឯងមិនស្លាប់ទេរបៀបបែបចឹង yeah whatever you got a good card good sign maybe soon យើងមកមើលថាតើមានអីគាត់ត្រូវដឹងធ្វើប្រយ័ត្នហើយបើសិនជានៅក្នុង energy ដែលយើងកំពុងតែ in love មែនតើជា energy ដែលល្អឬក៏អត់គ្នាយើងខ្លះលក្ខណៈថា long distance relationship ទំនាក់ទំនងដែលវាមានរយៈចម្ងាយទំនាក់ទំនងដែលស្គាល់គ្នាដោយសារ social media online បងនឹងថាគ្នាយើងខ្លះអាចនឹងមានការលេង dating app ឬក៏អាចទៅជាមួយនឹង dating app ផ្សេងប៉ុន្តែ I kind of like just they are like in love តាម social media តាម dating app អីចឹងណាប៉ុន្តែបើសួរថាល្អអត់វានៅក្នុងទំនាក់ទំនងមួយដែលថាខែ8អ្នកនរគ្នានឹងចម្លើយអត់យល់ទេតំណែងហ្នឹងល្អឬមិនល្អមនុស្សនឹងស្រឡាញ់យើងឬមិនស្រឡាញ់យើងតំណែងទៅមុខឬមិនទៅមុខខែ8អ្នកនរគ្នានឹងដឹងហើយខែ8អ្នកនរគ្នានឹងដឹងហើយអញ្ចឹងអូខេដូចយើងនៅសល់ពេល5 6 7 3ខែដែរយ៉ាគេថាខែ8អ្នកនរគ្នានឹងដឹងហើយគេល្អឬមិនល្អនៅពេលហ្នឹងអ្នកនរគ្នានឹងដឹងចម្លើយដោយឯងគេ ghost យើងឬក៏គេទៅគេមិនគេខែ8ប៉ុន្តែក៏ប៉ុន្តែបងអក្សររីកមិនថាអីអ្នកដែលយើងតេតងអាចនៅក្នុងតំណែងតំណងតែគេមានចម្រើសច្រើនគេលក្ខណៈនៅរបៀប enjoy life នៅចង់សប្បាយនៅរបៀបថាខ្ញុំស្អាតខ្ញុំមានចម្រើសរបៀបបែបចឹងណាប៉ុន្តែ whatever I still got
love energy មកអ្នកគ្នាកាត like love energy មកអញ្ចឹងបងគាត់ថាតារាបតារានេះក៏ Aquarius Leo ហើយនឹង Sagittarius ក្នុងឆ្នាំនេះអាចនឹងតេតងជាមួយនឹងទំនាក់ទំនងស្នេហាច្រើនជាងអាចនៅក្នុងគ្នាយើងខ្លះនៅក្នុងទំនាក់ទំនងដែរអ្នកដែលចូលមកច្រើនគាត់មានចម្រុះគេថាគាត់ស្គាល់អ្នកនេះអ្នកនោះអញ្ចឹងទៅមានចម្រុះច្រើនប៉ុន្តែនៅក្នុងការគេថាគេចង់ឲ្យគ្រប់យ៉ាងគេអត់ចង់ឲ្យយើង like បញ្ញាប់ពេកគេ don't be rush គ្រប់យ៉ាងគឺ take it slowly មែនទេហើយសួរខ្លួនឯងគឺដូចគ្នាថាខ្លួនឯង ready នៅខ្លួនឯងពិតជាច្បាស់ជាមួយនឹងគ្រប់យ៉ាងអ្វីដែលខ្លួនឯងវាថាអ្នកដែលចូលមកក្នុងជីវិតរបស់យើងពេលនេះគឺជាអ្វីដែលអ្នកគ្នាចង់បានមែនអត់គឺជាអ្វីដែលអ្នកគ្នា manifest មែនអត់វាត្រូវនឹងអ្វីដែលអ្នកគ្នាចង់បានមែនអត់ព្រោះក្នុងការក៏ពិតទៅវានៅក្នុង energy ដែលពេលនេះ energy របស់អ្នកគ្នាអាចនឹងថា energy ស្នេហា soulmate របស់គ្នាអ្នកគ្នាបើកហើយប៉ុន្តែគេចង់ឲ្យអ្នកគ្នាបញ្ញាប់ពេកទេព្រោះក្នុងការគេថាវាអាចនឹងមានអា energy ដែលមិនល្អចូលមកច្រើនមនុស្សច្រើនដែលអ្នកគ្នាត្រូវរៀនសូត្រត្រូវស្វែងយល់ថាគេពិតជាល្អមែនឬក៏អត់ចឹងណាប៉ុន្តែគេឲ្យ keep follow ជាមួយនឹងការ manifest របស់អ្នកគ្នាជាមួយនឹងដែលបងតែនិយាយប្រាប់ថាការដែលយើងមាន plan ទៅជាមួយនឹង take lead តែជួមេរបស់យើងចង់បានមនុស្សបែបម៉ាត្រូវតែទាំងចឹងបើសិនជាក្នុងករណីថាមនុស្សនឹងមិនត្រូវនឹងអ្វីដែលយើងចង់បានទេកុំបើឱកាសឲ្យគេចូលមកក្នុងជាតិរបស់អ្នកគ្នាព្រោះក្នុងការបងនៅតែឃើញចង់ដឹងថាពេលណាដែលល្អសម្រាប់អ្នកគ្នាក្នុងការមាន relationship មួយទៅថ្មីផុតខែ8ប៉ុន្តែចូលខែ9ខែ10ខែ9ខែ10អាចនឹងនៅរៀងតឹងតែបងគិតថាអាចចុងឆ្នាំច្រើនជាងក្នុងខែ11ខែ12គឺជាពេលវេលាដែលអ្នកគ្នាអាចនឹងមាន connection មួយដែលល្អចូលមកជា connection soulmate ឬក៏ twin flame ប៉ុន្តែជាទំនាក់ទំនងដែលល្អដែលអ្នកគ្នាអាចនឹងបានអញ្ចឹង be ready ក៏ថាមករយៈនេះកុំតតរំពឹងជាមួយនឹងអីទាំងអស់គឺបងនិយាយអញ្ចឹងសម្រាប់ energy របស់គេតារានិក Aquarius Leo ហើយនិង Sagittarius ឆ្នាំនេះគាត់អាចនឹង energy soulmate គាត់បើកអញ្ចឹងគាត់អាចនឹងជួប energy ច្រើនតេតងជាមួយ connection ថ្មី toxic energy ក៏មានតែបើសិនជាថាឲ្យល្អមកក្នុងការគឺថា energy របស់យើងនឹងចាប់ផ្ដើមបើពីក្នុងខែ9ខែ10ប៉ុន្តែបើថាឲ្យខែដែលល្អគឺខែ11ខែ12អញ្ចឹងមករយៈនេះកុំតាន់អារំពឹងជាមួយនឹងអីទាំងអស់យើងត្រូវប្រយ័ត្នតិចអញ្ចឹងណាហើយ keep ជាមួយនឹង follow ជាមួយនឹងអ្វីដែលយើង manifest អ្វីដែលយើងបាន take note តេតងជាមួយនឹងគ្រប់យ៉ាងអញ្ចឹងយើងត្រូវប្រយ័ត្ននេះអាក្នុងខែ5ខែ6ខែ7ខែ8នេះដែលយើងត្រូវប្រយ័ត្នមែនទេអូខេអញ្ចឹងយើងមើលថាតើការមានអីចង់ប្រាប់ដល់យើងជាសារ yes ដូចអានេះគេថាដូចយើងលុកដៃចូលទៅក្នុងភ្លើងអញ្ចឹងណ៎គ្នារបៀបបែបអញ្ចឹងណាវាថាគេដូចពាក្យស្លោកគេនិយាយថាអូបងរត់អត់ឃើញប៉ុន្តែរបៀបដូចថាចេះបើលុកទៅត្រូវវាត្រូវបើថាលុកទៅវាត្រូវទៅវាខុសហើយរបៀបបែបអញ្ចឹងណាបងផ្លេចពាក្យស្លោកហ្នឹងឯងប៉ុន្តែរបៀបបែបអញ្ចឹងតែរបៀបថាដាក់ទៅបើសិនជាត្រូវក៏ត្រូវដាក់ទៅវាខុសរបៀបអញ្ចឹងបានគេថា don't be rush take it slowly step by step ហើយព្យាយាមអ្នកណាថា keep in mind ជាមួយនឹងខ្លួនឯងថាលុះត្រាតែម្នាក់ហ្នឹងត្រូវនឹងអ្វីគ្រប់យ៉ាងដែលយើងចង់បានទៅយើងបើកចិត្តឲ្យខ្លួនឯងទទួលឲ្យអ្នកហ្នឹងចូលមកក្នុងជាតិរបស់យើងគ្រប់យ៉ាងចម្លើយដែលអ្នកគ្នាចង់បានអ្វីដែលអ្នកគ្នាចង់បានវានឹងចូលមករកអ្នកទាំងអស់គ្នាវាអាចនឹងមិនមែនពេលនេះទេប៉ុន្តែគ្រប់យ៉ាងវាត្រូវ take it slow ប៉ុន្តែដូចបងនិយាយអញ្ចឹង maybe it the winter អ្នកគ្នាអញ្ចឹង winter ដូចបងនិយាយទៅវាអាចក្នុងចុងខែចុងឆ្នាំខែ10 11 12ហ្នឹងអញ្ចឹងកុំបញ្ញាប់អ្នកដែលចូលមកកុំតាន់អារំពឹងមើលមួយយើងនៅមានចម្រើសច្រើនទៀតព្រោះលេខយើងក្នុងឆ្នាំនេះ energy soulmate បើកហើយយកយ៉ាងណាក៏យើងត្រូវតែជួបអ្នកដែលត្រូវចិត្ត right person សម្រាប់យើងតែគាត់ថា don't be rush yeah